កម្ពុជារកឃើញសារធាតុគីមីថៃប្រកែកថាគ្រាន់តែជាផ្សែងផូស្វ័រពណ៌សដែលមិនមានការហាមឃាត់ចំនួនពាក្យសម្ដីបានផ្ទុះឡើងសារជាថ្មីបន្ទាប់ពីនាយឧត្តមសេនីយ៍ផនណារ៉ាអគ្គលេខាធិការនៃអគ្គលេខារដ្ឋានអាជ្ញាធរជាតិទប់ស្កាត់សារធាតុគីមីនុយក្លេអ៊ែរជីវសាស្ត្រនិងវិទ្យុសកម្មនៃប្រទេសកម្ពុជាបានទម្លាយការរកឃើញដ៏គួរឲ្យព្រួយបារម្ភលោកបានបញ្ជាក់ថាអាជ្ញាធរជំនាញបានរកឃើញសារធាតុគីមីច្រើនប្រភេទនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបន្ទាប់ពីសង្គ្រាមបានបញ្ចប់លោកផនរ៉ាបានលើកឡើងថាការរកឃើញសារធាតុគីមីទាំងនេះបន្ទាប់ពីយោធាថៃបានប្រើប្រាស់គ្រាប់បែកប្រភេទទន់ធ្ងន់គ្រាប់បែកចង្កោមនិងផ្សែងពុលដែលជាប្រភេទអាវុធដែលច្បាប់អន្តរជាតិបានហាមឃាត់លោកណារ៉ាបានសង្កត់ធ្ងន់ថាស្ថានភាពនៅតំបន់ព្រំដែនក្រោយសង្គ្រាមគឺមិនមែនមានសុទ្ធតែមាននោះទេប៉ុន្តែឥឡូវនេះមានការរកឃើញសារធាតុគីមីមួយចំនួនដែលតម្រូវឲ្យមានការរៀបចំផែនការនិងថវិកាដើម្បីបន្សាបឬបំផ្លាញចោលប្រកបដោយសុវត្ថិភាពយ៉ាងណាមិញភ្លាមអ្នកនាំពាក្យកងទ័ពជើងគោកថៃលោកវៀនថៃស៊ូរាវីបានចេញមុខបដិសេធយ៉ាងដាច់អហង្ការលោកវៀនថៃបានច្រានចោលការចាត់ប្រកាន់របស់កម្ពុជាទាំងស្រុងដោយអះអាងថាថៃមិនដែលប្រើប្រាស់អាវុធគីមីបាញ់ស្រោចមកលើកម្ពុជានោះទេអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺជាការឆ្លើយតបដ៏ខ្លាំងក្លារបស់អ្នកនាំពាក្យថៃរូបនេះលោកវៀនថៃបាននិយាយចំថាកម្ពុជាកំពុងតែបំភ្លៃស្ថានភាពដើម្បីបង្កើតការយល់ច្រឡំនិងមានបំណងសុំជំនួយពីបរទេសនេះបើយោងតាមការចេញផ្សាយដោយកាសែតកៅសុតនៅថ្ងៃច័ន្ទទី20ខែតុលាឆ្នាំ2025លោកវៀនថៃបានបញ្ជាក់បន្ថែមទៀតថាការចាត់ប្រកាន់នេះគឺជាការបំភ្លៃការពិតសុទ្ធសាធគ្មានភស្តុតាងគាំទ្រនិងខ្វះទម្ងន់ផ្លូវច្បាប់លោកបានសង្កត់ធ្ងន់ថាថៃមិនបានធ្វើប្រតិបត្តិការគីមីអ្វីនោះឡើយក្រៅពីការបដិសេធចំពោះអាវុធគីមីលោកវៀនថៃក៏បានលើកឡើងដោយផ្ទាល់ទាក់ទងនឹងការប្រើប្រាស់ម្សៅផូស្វ័រពណ៌សអ្នកនាំពាក្យថៃរូបនេះបានអះអាងថាគោលបំណងចម្បងនៃម្សៅផូស្វ័រពណ៌សគឺដើម្បីបង្កើតផ្សែងពន្លឺការផ្ទុះនិងភ្លើងប៉ុណ្ណោះលើសពីនេះលោកក៏បានការពារថាវាមិនត្រូវបានចាត់ថ្នាក់ជាអាវុធគីមីនៅក្រោមអនុសញ្ញាអាវុធគីមីឬ CWC នោះឡើយលោកវៀនថៃបានបន្ថែមទៀតថាមិនមានអនុសញ្ញាអន្តរជាតិណាមួយដែលហាមឃាត់ការរក្សាទុកឬការប្រើប្រាស់រំសេវប្រភេទនេះឡើយដូច្នេះហើយថៃអាចរក្សាទុកនិងប្រើប្រាស់វាសម្រាប់បេសកកម្មយោធាក្រោមក្របខ័ណ្ឌនៃច្បាប់អន្តរជាតិនេះជាការលើកហេតុផលផ្លូវច្បាប់ដើម្បីការពារសកម្មភាពរបស់យោធាថៃទោះជាយ៉ាងណាក៏ដោយការបកស្រាយនិងការបដិសេធចុងក្រោយនេះត្រូវបានគេមើលឃើញថាគឺជាការដោះសារយ៉ាងត្រឡប់ត្រលិនទោយស្រឡះពីសេចក្តីថ្លែងការណ៍របស់លោកវៀនថៃខ្លួនឯងកាលពីពេលកន្លងទៅតាមពិតទៅលោកវៀនថៃស៊ូវ៉ារីនេះឯងដែលកាលពីមុនបានធ្វើការទទួលស្គាល់ចេញពីមាត់ផ្ទាល់ថាថៃពិតជាបានប្រើប្រាស់សារធាតុគីមីផូស្វ័រពណ៌សបាញ់ស្រោចទៅលើកងទ័ពកម្ពុជាមែនការទទួលស្គាល់នោះបានធ្វើឡើងនៅថ្ងៃអង្គារទី19ខែសីហាឆ្នាំ2025ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានអង់គ្លេសដ៏ល្បីល្បាញរបស់ថៃទៀតផងនៅក្នុងសេចក្តីថ្លែងការណ៍នោះលោកវៀនថៃបានសារភាពថាកងទ័ពថៃបានប្រើប្រាស់អាវុធគីមីនេះនៅក្នុងការប្រយុទ្ធចន្លោះពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាដូច្នេះការលើកឡើងចុងក្រោយរបស់លោកវៀនថៃដែលថាផូស្វ័រពណ៌សមិនមែនជាអាវុធគីមីក្រោមច្បាប់ CWC ហើយថៃអាចប្រើប្រាស់វាបានគឺជាការប៉ុនប៉ងពន្យល់ដើម្បីកាត់បន្ថយទម្ងន់ផ្លូវច្បាប់និងសីលធម៌នៃការប្រើប្រាស់អាវុធនេះបន្ទាប់ពីលោកបានទទួលស្គាល់ថាការប្រើប្រាស់កន្លងទៅជាក់ស្ដែងកាលពីមុនបញ្ហានេះបានគូបញ្ជាក់ពីភាពស្មុគស្មាញនិងភាពតានតឹងឥតឈប់ឈរទៅតាមបណ្ដោយព្រំដែនដែលមិនត្រឹមតែពាក់ព័ន្ធនឹងចំនួនប្រដាប់អាវុធប៉ុណ្ណោះទេតែថែមទាំងជាការបកស្រាយអំពីផ្លូវច្បាប់អន្តរជាតិនិងផលប៉ះពាល់ដល់បរិស្ថានដែលនៅសេសសល់បន្ទាប់ពីសង្គ្រាមសំណួរនៅត្រង់ថាតើការរកឃើញសារធាតុគីមីរបស់កម្ពុជាពិតជាមានភស្តុតាងរឹងមាំ
ដែលលើសពីគ្រាន់តែជាម្សៅផូស្វ័រពណ៌សឬយ៉ាងណាហើយតើការបកស្រាយពីភាពស្របច្បាប់នៃការប្រើប្រាស់ផូស្វ័រពណ៌សរបស់ថៃអាចទទួលយកបានតាមស្តង់ដារសីលធម៌ច្បាប់អន្តរជាតិឬទេ